បងប្អូនខ្លះអាចដែលខ្ញុំនិយាយម្ដងទៀតថាបាត់ជំនឿហើយទៅលើភាពអត់ធ្មត់បាត់ជំនឿហើយទៅលើការពឹងអន្តរជាតិពឹងខ្ញុំសូមឲ្យបងប្អូនចាំប៉ុណ្ណេះអ្វីដែលវាស់ស្ទង់អ្វីដែលយើងមើលឃើញអាចវាស់បានតែអ្វីដែលយើងមើលមិនឃើញយើងមិនអាចវាស់បានទេបានន័យថាម៉េចបងប្អូនអាចរំលឹកទៅវិញនៅថ្ងៃទី28ពេលដែលយើងចុះហត្ថលេខានៅម៉ាឡេស៊ីមនុស្សតិចណាស់ដែលជឿថាអាចឈប់បាញ់យប់នោះត្រូវទេវាយគ្នាស៊ីស័យអត់ជាង5ថ្ងៃមនុស្សតិចណាស់ដែលជឿថានឹងមានបទឈប់បាញ់នឹងឈប់បាញ់ថ្ងៃ28ខែ7នៅពេលដែលយើងតាមដានគ្រប់គ្នាដោយសារអត់មានទំនុកទុកចិត្តប៉ុន្តែហេតុអីបានវាឈប់ដោយសារគឺមានការចូលរួមរបស់អន្តរជាតិនិងអនុវត្តនៅគោលការណ៍នេះហើយក្រោយថ្ងៃ8តើប្រមាណអ្នកដែលជឿថាអាចឈប់បាញ់គ្នារហូតបាន3ខែតិចណាស់ម្នាក់យ៉ាងច្រើនថាមួយអាទិត្យមើលខ្មែរយើងប៉ុន្មានអ្នកដែលពេលនោះអ្នកតាមដានថាថ្ងៃ28នឹងមិនជាប់ទេមើលលើកដៃមើលតែអត់មានអ្នកតាមដានមានតែមិនលើកហើយក៏មិនជឿថាវាអាចបាន3ខែដែរប៉ុន្តែនេះហើយគឺជាលទ្ធផលនៃការសួរ3ខែនេះមិនផុយស្រួយងាយស្រួលណាស់ប៉ុន្តែរាល់សភាពការដែលរៀបផ្ទុះគឺយើងបានធ្វើសកម្មភាពមាន IoT មានប្រធានអាស៊ានអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមមានដៃគូដែលបានជួយសម្របសម្រួលភ្លាមរវាងមេតបនិងមេតបឧទាហរណ៍សភាពការនៅខាងក្រោមតាហ៊ានជួរមុខអាចមានការយល់ច្រឡំគ្នាអីគឺតាក់ទងអន្តរាគមពីលើភ្លាមដើម្បីគ្រប់គឺវាជួយនៅសភាពការដែលអាក្រក់បំផុតសភាពការនៅប្រទេសមានជ័យអាចកើតប៉ុណ្ណឹងបើសិនជាគ្មានការអន្តរាគមឬមានការចូលទេវាអាចច្រើនជាងនឹងទៀតបាទអញ្ចឹងសូមឲ្យបងប្អូនកុំអាលបាត់ជំនឿនៅភាពអត់ធ្មត់និងការខិតខំបង្រួមសភាពការនិងប្រើប្រាស់ការចូលរួមរបស់អន្តរជាតិដើម្បីដោះស្រាយបញ្ហានេះគឺយើងត្រូវជឿលើច្បាប់អន្តរជាតិនិងយន្តការអន្តរជាតិទោះបីជាពេលខ្លះវាអត់បានលឿនដូចយើងគិតនៅគ្រប់កន្លែងទាំងអស់ខ្ញុំសូមឲ្យបងប្អូនជឿប៉ុណ្ណេះបាទហើយកម្ពុជាក៏គ្មានចង់បានយកសង្គ្រាមដោះស្រាយសង្គ្រាមចង់ឲ្យប្រជាជននៅព្រំដែននៅរ៉ាំរ៉ៃតែហ៊ាននៅរ៉ាំរ៉ៃនៅនោះដែរ